សារអប់រំការប្រៀបធៀបរវាងការធ្វើសម្មាសមាធិនិងការប្រើប្រាស់ថ្នាំពេទ្យថ្នាំពេទ្យត្រូវការនៅពេលដែលចាំបាច់បំផុតគឺនៅពេលដែលអ្នកជំងឺផ្លូវចិត្តមិនអាចគ្រប់គ្រងខ្លួនឯងបានបញ្ហាដែលសំខាន់គឺថ្នាំពេទ្យជាអាវុធមុខពីរវាតែងតែផ្ដល់ផលប៉ះពាល់ត្រឡប់មកយើងវិញពេលដែលយើងប្រើប្រាស់វាយូរចំណែកឯការធ្វើសម្មាសមាធិវិញធ្វើយូរទៅអាចជួយការពារកុំឲ្យមានជំងឺផ្លូវចិត្តនិងអាចជួយព្យាបាលជំងឺថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្តក្នុងកម្រិតណាមួយដែលនៅអាចគ្រប់គ្រងបានការធ្វើសម្មាសមាធិជាប្រចាំមិនត្រឹមតែមិនផ្ដល់ផលប៉ះពាល់ត្រឡប់មកយើងវិញដោយការប្រើប្រាស់ថ្នាំពេទ្យនោះទេវាអាចជួយព្យាបាលនិងការពារយើងមិនឲ្យកើតជំងឺផ្លូវចិត្តបានថែមទាំងការពារមិនឲ្យលាប់មកវិញទៀតផងសារអប់រំពីឧបាសកពុទ្ធសាសនូបត្ថម្ភអៀងសុជារា